Chụp được số lượng cũ này nhưng mà thôi ca presentation từ lơ project animal detector hayสมาชิกក្រុមរបស់ខ្ញុំមាន2នាក់ខុសគ្នាដែរក្នុងជាសវណ្ណដែរ content របស់ខ្ញុំមាន5ទៅលើ introduction ការ implement limited section and scope ហើយ technology stack និង video demo នៅក្នុងចំណុច introduction អ្វីទៅគឺជា animal detection ហ្នឹងគឺជា computer vision មួយតែវាគឺជា system ធ្វើការ design ឡើងដើម្បីធ្វើការ automatic ទៅលើការ detect ទៅលើ animal នៅក្នុង real time ដូចជា image ឬក៏ video ជាដើមហើយ system មួយហ្នឹងវាអាច apply ទៅលើដូចជា zoo ដូចជាកន្លែងចិញ្ចឹមសត្វកន្លែងកសិដ្ឋានចិញ្ចឹមសត្វឬក៏នៅក្នុងតំបន់ការពារសត្វព្រៃមួយចំនួនហើយវាជួយកាត់បន្ថយការត្រួតពិនិត្យដោយផ្ទាល់ការត្រួតពិនិត្យដោយមនុស្សផ្ទាល់ហ្នឹងហើយវាធ្វើការ improve ទៅលើ safety ក៏ដូចជាវា support ជាមួយនឹង data drawing អាការអាចលើតន័យផ្ទាល់ទៀតហើយតាមរយៈការប្រើប្រាស់ deep learning ហើយជាមួយនឹងobject detection ហ្នឹង system ហ្នឹងវាអាចធ្វើការ identify ទៅលើសត្វបានយ៉ាងច្បាស់លាស់ក៏ដូចជាភាពត្រឹមត្រូវរបស់វាផងដែរចំណុចទី2ចូលទៅដល់ការ implement system ហ្នឹងវាធ្វើការ capture ទៅលើ video ហ្នឹងវាinput ទៅចូលទៅក្នុងកាមេរ៉ាក៏ដូចជា CCTV ឬក៏ video file ជាដើមហើយ frame វាធ្វើការ processing ដោយប្រើ OpenCV ដើម្បី handle ទៅលើ image ហើយយើងប្រើ Yellow model 8ដែលវាប្រើប្រាស់សម្រាប់ធ្វើការ detect ទៅលើ animal នៅគ្រប់ frame ទាំងអស់ហ្មងហើយទី4គឺការ detect ទៅលើ animal ហ្នឹងវាធ្វើការ mark ដូចជាប្រអប់4ជ្រុងមួយដូចជាពណ៌ខៀវហ្នឹងហើយវាធ្វើការបង្ហាញទៅលើ confidence score ផងទៀតហើយ system ហ្នឹងវាអាចធ្វើការបញ្ចេញសលេងដោយប្រើប្រាស់ text to speech នៅពេលដែលសត្វហ្នឹងត្រូវបាន detect ហើយ example វាអាចប្រើនៅក្នុងតំបន់សួនសត្វវាធ្វើការតាមដានចលនារបស់សត្វនិងធ្វើការធានានឹងសុវត្ថិភាពទៅដល់ភ្ញៀវដែលគាត់ទេសចរសត្វទាំងទៀតហើយទៅលើកន្លែងកសិដ្ឋានចិញ្ចឹមសត្វវាធ្វើការ detect ទៅលើពពួកសត្វឈ្លានពានមួយចំនួនដែលធ្វើការសម្លាប់ឬក៏អីទៅលើសត្វចិញ្ចឹមរបស់គាត់ហ្នឹងហើយក៏វាអាចជួយការពារទៅលើសត្វរបស់គាត់ដែលបានបាត់ទៀតទៅលើសត្វរបស់គាត់ហ្នឹងធ្វើរត់ចេញពីទ្រុងឬក៏អីចឹងទៅហើយទី3ហ្នឹងគឺការអភិរក្សសត្វព្រៃយើងអាចប្រើប្រាស់វាដើម្បីធ្វើការតាមដានសត្វព្រៃនិងអាចទប់ស្កាត់លក្ខណៈបទល្មើសព្រៃឈើបទល្មើសសត្វព្រៃមួយចំនួនដោយការបរបាញ់អីជាដើមហើយទៅដល់ limitation and scope limitation ហ្នឹងការ detect ហ្នឹងគឺវាការ detect ភាពត្រឹមត្រូវហ្នឹងគឺវាអាស្រ័យទៅលើពន្លឺក៏ដូចជាកាមេរ៉ា quality របស់យើងទេហើយអា model ហ្នឹងវាពិបាកនៅក្នុងការលក្ខណៈសត្វកម្រមួយចំនួនហ្នឹងដែលវាអត់មានទិន្នន័យនៅក្នុង training data មួយហ្នឹងហើយវាធ្វើការ requirement ទៅលើប្រព័ន្ធhardware ទៅលើ performance ដើម្បីធ្វើការ real time detection ហើយទៅដល់ scope គឺកន្លែង feature improvement របស់ខ្ញុំយើងអាច add បន្ថែមទៅលើcertification by specialist ហ្នឹងលក្ខណៈយើងបន្ថែមការកំណត់ដល់ថ្នាក់តាមថ្នាក់លើប្រភេទសត្វមួយហើយយើងធ្វើការ improve ទៅលើ accuracy ដែលប្រើប្រាស់ custom training data set ហើយយើងអាច integrate ជាមួយនឹង IoT ហើយយើងអាចមាន store detection data លក្ខណៈយើង store data ហើយយើងអាច report ចេញជាអីមួយទៀតហើយចូលដល់កន្លែង technology stack គឺយើងប្រើទៅលើ Python យើងប្រើទៅលើ computer vision ហ្នឹងទៅលើ OpenCV យើងប្រើ deep learning ហ្នឹងយើងប្រើទៅលើ Yellow model 8ហើយ machine learning យើងប្រើ framework របស់ Python Touch ហើយ text to speech យើងប្រើ Python text to speech version 3ហើយជាមួយនឹងយើងប្រើប្រាស់ទៅលើ NumPy number recall processing ហ្នឹងឥឡូវយើងចូលទៅដល់ការ demo project របស់យើង
ចូលទៅដល់ទៅលើការ demo ហើយធ្វើការ set up ទៅលើកាមេរ៉ាជាមួយនឹងរបស់មួយចំនួនហើយតមកយើងធ្វើការ detect ការ detect ទៅលើសត្វគឺវា alert ទៅលើសលេងមកប៉ុន្តែនៅពេលដែលចូលទៅដល់រូបភាពបន្តទៀតគឺវាអត់លឺសលេងអញ្ចឹងគឺមកពីបញ្ហាការសរសេរកូដរបស់ខ្ញុំគឺមានបញ្ហា error ច្រើនហើយការ detect មួយចំនួនហ្នឹងគឺវាដូចជាអាច detect បានទៅលើប្រភេទ10សត្វជាងទេហើយប្រហែលជាខ្ញុំត្រូវការ custom ទៅលើ data set ឬក៏ train data មួយចំនួនផងដែរហើយចំពោះទៅលើរូបភាពដែលមានសត្វច្រើនគឺវាធ្វើការ detect អត់បានច្បាស់ដោយសារតែយើងប្រើ version nano អញ្ចឹងការ detect វាគឺមានដែនកំណត់អញ្ចឹងហើយយើងធ្វើការ detect វាអត់សូវបានជាប់ទាំងអស់សត្វទេវាបានតែមួយហើយវីដេអូរបស់ខ្ញុំក៏មានប៉ុណ្ណឹងសូមអរគុណ